ទីនេះគឺប្រាសាទភីមានអាកាសដែលស្ថិតនៅក្នុងបរិវេណព្រះបរមរាជវាំងនៃអង្គរធំប្រាសាទនេះមានរឿងព្រេងដ៏ល្បីមួយអំពីម្ចាស់ស្ត្រីនាគដែលបានបន្តនិយាយតាំងពីសម័យអង្គរតាមកំណត់ត្រារបស់ទូតចិនយូតាខ្វាន់ដែលបានមកអង្គរឆ្នាំ1296បានរៀបរាប់ថានៅក្នុងពណ៌មាសលើប្រាសាទភីមានអាកាសមានវិញ្ញាណនាគមួយក្បាលដែលអាចប្រែកាយជាស្ត្រីដ៏ស្រស់ស្អាតប្រជាជនជឿថានាងជាម្ចាស់ស្ត្រីនាគនិងជាអ្នកការពារព្រះរាជាណាចក្រជារៀងរាល់យប់ព្រះមហាក្សត្រត្រូវឡើងទៅជួបនាងជាមុនសិនមុននឹងយាងទៅគង់ជាមួយព្រះមហេសីរបស់ព្រះអង្គគេជឿថាការជួបនេះគឺជាពិធីដ៏ស័ក្តិសិទ្ធិដែលធានាឲ្យប្រទេសមានសុខសន្តិភាពភ្លៀងធ្លាក់តាមរដូវផលដំណាំល្អនិងព្រះរាជាណាចក្ររុងរឿងប៉ុន្តែប្រសិនបើព្រះមហាក្សត្រមិនបានឡើងទៅជួបម្ចាស់ស្ត្រីនាគគេចាត់ទុកថាជាសញ្ញាអាក្រក់ដែលអាចនាំឲ្យមានគ្រោះមហន្តរាយសង្គ្រាមឬសូម្បីតែការសោយទីវង្គតរបស់ព្រះមហាក្សត្រទោះជាយ៉ាងណារឿងនេះគឺជារឿងព្រេងនិងជំនឿបុរាណមិនមានភស្តុតាងប្រវត្តិសាស្ត្របញ្ជាក់ថាកើតឡើងពិតប្រាកដនោះទេវាបង្ហាញពីការគោរពចំពោះនាគដែលជានិមិត្តរូបនៃអំណាចការពារនិងកំណើតរបស់ជនជាតិខ្មែរក្នុងវប្បធម៌ខ្មែរ